មានរឿងមួយដំណល់ថាកាលពីយូរលង់ណាស់មកហើយមានបុរសម្នាក់បាននាំកូនរបស់គាត់ដើរឡើងភ្នំមួយដែលមានកម្ពស់ខ្ពស់ខ្លាំងណាស់កូនរបស់គាត់ឆ្ងល់ហើយក៏បានសួរគាត់ថាហេតុអ្វីបានជាពុកនាំកូនឡើងភ្នំបែបនេះឪពុករបស់គាត់មិនបានប្រាប់គាត់នោះទេគ្រាន់តែនិយាយថាចាំពេលកូនទៅដល់គោលដៅសិនបន្ទាប់ពីនិយាយចប់ពួកគេក៏បានស្ពាយបង្វិចដើរឆ្លងកាត់ព្រៃព្រឹក្សាឆ្លងកាត់អូរនិងស្ទឹងជាដើមហើយថែមទាំងប្រទះជាមួយនឹងសត្វចម្លែកជាច្រើនផងដែរអស់រយៈពេលជាច្រើនថ្ងៃពួកគេក៏បានដើរទៅដល់កំពូលភ្នំនោះដោយក្តីនឿយហត់ពួកគេក៏បានសម្រាកនៅក្រោមដើមឈើធំមួយដែលមានផ្លែឈើយ៉ាងច្រើនរយែងរយោងគ្រានោះឪពុកក៏បានសួរសំណួរឲ្យកូនជាអ្នកឆ្លើយនឹងសំណួររបស់គាត់ឪពុកក៏បានសួរថាតើនៅលើកំពូលភ្នំចង្កេះភ្នំនិងជើងភ្នំមានអ្វីខុសគ្នាដែរឬទេកូនរបស់គាត់ក៏បានឆ្លើយថានៅជើងភ្នំមានដានជើងមនុស្សជាច្រើនដែលបានដើរឆ្លងកាត់ចំណែកឯនៅនឹងចង្កេះភ្នំវិញគឺមានដានជើងខ្លះដែលបានដើរឆ្លងកាត់ហើយនៅលើកំពូលភ្នំគឺសឹងតែមិនមានដានជើងរបស់មនុស្សនោះទេឪពុកក៏បានឆ្លើយថាត្រូវហើយកូនសម្លាញ់មានមនុស្សជាច្រើនដែលមានបំណងចង់ឡើងទៅកាន់ទីខ្ពស់តែមានមនុស្សតិចណាស់ដែលព្យាយាមទៅកាន់គោលដៅរបស់ពួកគេម្យ៉ាងទៀតកូនត្រូវចាំថាការឡើងភ្នំគឺជាការលំបាកចំណែកឯការធ្លាក់ពីលើភ្នំវិញគឺជាការងាយពីទាបទៅខ្ពស់ហើយពីភាពក្រលំបាកទៅភាពមានបានពីភាពល្ងង់ខ្សោយទៅភាពរុងរឿងនិងពីភាពល្ងង់ខ្លៅប្រែទៅជាការចេះដឹងហេតុនេះពេលឡើងត្រូវតែព្យាយាមឲ្យខ្លាំងតែពេលឡើងរួចត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនមួយទៀតនៅត្រង់ជើងភ្នំកូនមើលឃើញដើមឈើជុំជិតនៅត្រង់ចង្កេះភ្នំកូនអាចមើលឃើញភូមិរបស់យើងហើយនៅខាងលើកំពូលភ្នំវិញកូនមើលឃើញទៅដល់ជើងមេឃពិតណាស់កូនប្រុសមនុស្សយើងគប្បីមានវិជ្ជានិងគុណធម៌ឲ្យបានខ្ពស់ទើបមើលឃើញបានវែងឆ្ងាយការដាក់ខ្លួនស្វែងរកវិជ្ជាមួយការត្រេះរេះមិនលង់នឹងជំនឿព្រះផ្ដាស់2ការគោរពនៅអ្នកប្រាជ្ញ3ការសិបគប់សប្បុរសជន4ការទទួលទាំងពាក្យសរសើរនិងពាក្យរិះគន់5និងការមិនត្រមុកនឹងភាពខ្ជិលច្រអូស6គឺជាការចម្រើននៅវិជ្ជារបស់ខ្លួនទង្វើល្អត្រឹមត្រូវ1សម្ដីល្អត្រឹមត្រូវ2ចិត្តល្អប្រសើរ3និងឧត្តមល្អប្រសើរ4គឺជាការរីកចម្រើននៅគុណធម៌របស់ខ្លួនកូនប្រុសឮដូចនេះហើយក៏បានអរគុណលោកឪពុកហើយបាននិយាយថាកូនយល់ពីមូលហេតុដែលនាំកូនមកទីនេះហើយលោកពុកចំណែកឯបុរសជាឪពុកវិញឮដូច្នោះហើយសប្បាយចិត្តជាខ្លាំងដែលកូនប្រុសរបស់ខ្លួនយល់នៅការទូន្មានរបស់ខ្លួនអ្នកដំណើរទាំងពីរក៏ត្រឡប់មកផ្ទះវិញដោយស្នាមញញឹម